បងប្អូនមនុស្សជាង900នាក់បានបាត់បង់ជីវិតខណៈដែលទឹកចំនួនដ៏ធំបានវាយប្រហារប្រទេសឥណ្ឌូនេស៊ីស្រីលង្កានិងថៃភ្លៀងមូសុងធ្លាក់យ៉ាងខ្លាំងដែលកាន់តែធ្ងន់ធ្ងរដោយសារព្យុះត្រូពិចបានបំផ្លាញទីក្រុងគក់យកប្រទេសសម្បែងនិងធ្វើឲ្យមនុស្សរាប់ពាន់នាក់ជាប់យ៉ាងដោយគ្មានអាហារឬទឹកស្អាតប្រើប្រាស់ឡើយនៅប្រទេសស្រីលង្កាចំនួនអ្នកស្លាប់បានកើនឡើងដល់334នាក់ដែលធ្វើឲ្យព្រឹត្តិការណ៍នេះក្លាយជាគ្រោះមហន្តរាយដ៏អាក្រក់បំផុតរបស់ប្រទេសចាប់តាំងពីគ្រោះរញ្ជួយដីស៊ូណាមិឆ្នាំ2004មកសង្កាត់តែមួយនៅក្នុងរាជធានីកូឡាំបូកំពុងលិចលង់ក្រោមទឹកមនុស្សជាង148នាក់ត្រូវបានបង្ខំទៅស្នាក់នៅជំរកបណ្ដោះអាសន្នប្រធានាធិបតីបានប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្នដោយលើកឡើងថានេះគឺជាគ្រោះមហន្តរាយធម្មជាតិដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ពួកគេនៅប្រទេសឥណ្ឌូនេស៊ីមនុស្សជាង442នាក់ត្រូវបានបញ្ជាក់ថាស្លាប់និងជាង400នាក់ទៀតកំពុងបាត់បង់តំបន់ជាច្រើននៅកោះស៊ូម៉ាត្រាមិនអាចចូលទៅដល់បានទេគ្រួសារជាគ្រួសារបានត្រឡប់មកវិញហើយរកឃើញថាផ្ទះរបស់ពួកគេបានបាត់បង់ទាំងស្រុងគឺត្រូវបានទឹកគួចយកទៅក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះប្រជាជនកំពុងជួបការលំបាកក្នុងការស្វែងរកអាហារទឹកនិងថ្នាំពេទ្យខណៈដែលក្រុមសង្គ្រោះកំពុងព្យាយាមអស់ពីលទ្ធភាពដើម្បីដឹកជញ្ជូនជំនួយចូលទៅរីឯក្នុងផ្ទះលេខ2វិញមនុស្សយ៉ាងហោចណាស់162នាក់ត្រូវបានសម្លាប់នៅក្នុងគ្រោះទឹកជំនន់ដ៏អាក្រក់បំផុតមួយនៅក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះរដ្ឋាភិបាលកំពុងផ្ដល់ជំនួយបន្តែមនុស្សជាច្រើននិយាយថាជំនួយមកដល់យឺតយ៉ាវពេកអ្នកជំនាញព្រមានថាបំរែបំរួលអាកាសធាតុកំពុងធ្វើឲ្យព្យុះត្រូពិចកាន់តែធ្ងន់ធ្ងរនិងទឹកជំនន់កាន់តែគ្រោះថ្នាក់ជាងពេលណាទាំងអស់ពេលនេះគ្រួសាររាប់ពាន់បានបាត់បង់អីវ៉ៃគ្រប់យ៉ាងទាំងផ្ទះសម្បែងមុខរបរនិងមនុស្សជាទីស្រឡាញ់អ្វីដែលយើងអាចធ្វើបានគឺចូលរួមបួងសួងដល់ប្រទេសស្រីលង្កាឥណ្ឌូនេស៊ីរួមទាំងប្រទេសដែលកំពុងតែជួបនឹងគ្រោះទឹកជំនន់ជាច្រើនទៀតឲ្យពួកគេបានធូរស្រាយពីគ្រោះធម្មជាតិមួយនេះហើយសង្ឃឹមថានឹងរកឃើញអ្នករស់រានមានជីវិតបន្ថែមទៀត